បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានពីរបៀបផ្ទេរប្រាក់តាម AC Lida Mobile ទៅលេខទូរស័ព្ទអញ្ចឹងបងប្អូនចូលអរគ្នាទី1យើងចូលទៅកន្លែងផ្ទេរប្រាក់ហើយយើងដោះលេខកូដបន្ទាប់មកផ្ទេរបងប្អូនមើលទៅផ្ទេរទៅតាមលេខទូរស័ព្ទបន្ទាប់ពីផ្ទេរទូរស័ព្ទបងប្អូនចង់ផ្ទេរទៅលេខណាបងប្អូនដាក់លេខហ្នឹងទៅទាំង Smart ទាំងកម្ម7បញ្ជាក់ទោះតែលេខហ្នឹងមិនភ្ជាប់កុង AC ក៏ដោយចាស់ទៅភាគច្រើនគាត់អត់ភ្ជាប់ទេអញ្ចឹងយើងអាចផ្ញើតាមនឹងបានអញ្ចឹងយើងវាយលេខទូរស័ព្ទហើយវាយទឹកប្រាក់គេបញ្ជាក់ឲ្យបងប្អូនចាំមើលខ្ញុំឧទាហរណ៍ថា 50000 ហើយគេបញ្ជាក់ថាលេខនេះមិនទាន់ចុះឈ្មោះដូចខ្ញុំយល់អញ្ចឹងណាអញ្ចឹងបងប្អូនដាក់ទៅចាំបន្តិចអញ្ចឹងបើបងប្អូនឃើញខ្ញុំបញ្ជាក់ឲ្យអញ្ចឹងវាព្រៀងផ្ទាត់ទឹកប្រាក់ចំនួន 50000 រៀលអញ្ចឹងវាមានលេខកូដចំនួន6ខ្ទង់នៅកន្លែងព័ត៌មានប្រតិបត្តិការណាបងប្អូនអាចចូលឆែកបានឥឡូវបងប្អូនថយមកក្រោយវិញសិនមកយើងចុចតែ50000ហ្នឹងហើយចុចព័ត៌មានគណនីដែលខ្ញុំ highlight ហ្នឹងមកបន្ទាប់មកចុច account លើហ្នឹងដើម្បីយើងឆែកលេខកូដណាឥឡូវយើងផ្ទេរប្រាក់ចេញអញ្ចឹងវាបង្ហាញលេខកូដ6ខ្ទង់ហ្នឹងអញ្ចឹងបងប្អូននៅយកលេខកូដ6ខ្ទង់ទៅឲ្យម្ដាយយើងឬក៏អ្នកដែលយើងត្រូវផ្ទេរហើយបន្ទាប់មកយើងចូលទូ ATM មកបើយើងជាអ្នកដកយើងរើសម៉ាស៊ីនដកប្រាក់នៅទូ ATM ណាបន្ទាប់មកមានប៊ូតុង4បងប្អូនចុចឥឡូវគេក៏បានដែរយកភាសាខ្មែរអង់គ្លេសឬចិនបន្ទាប់ពីចុចហើយវាទាមទារឲ្យយើងចុចថាដកប្រាក់អញ្ចឹងយើងយកដកប្រាក់មកហើយយើងចុចលេខទូរស័ព្ទដែលអ្នកទទួលមិញហ្នឹងបន្ទាប់ពីវាយលេខហើយបាតចាស់បន្ទាប់ពីវាយលេខហើយបងប្អូនវាយលេខកូដ6ខ្ទង់ទៅហើយចុចបាតចាស់ទៀតរើសមកយើងដកប្រាក់ខ្មែរដុល្លារអញ្ចឹងយើងដកជាដុល្លារខ្មែរបន្ទាប់មកក្នុងនេះវាមានមុខងារលុយឲ្យយើងរើសប៉ុន្តែលុយយើង 50000 វាមាននឹងជម្រើសគេយើងចុចផ្សេងមកបន្ទាប់មកទៀតវានឹងបង្ហាញទឹកប្រាក់ឲ្យយើងវាយលុយយើងមក 50000 បាទចាស់ហើយនោះក្រុមហ៊ុន AC នឹងផ្ញើលេខកូដទៅ6ខ្ទង់លេខកូដគេថា OTP អញ្ចឹងបងប្អូនយកលេខកូដហ្នឹងមកវាយចូលមកនេះ AC គេទាមទារ6ខ្ទង់វាយមកចុចបាតចាស់មករងចាំបន្តិចប្រតិបត្តិការនឹងដំណើរការអញ្ចឹងទឹកប្រាក់នឹងចេញមកហើយអញ្ចឹងមានតែប៉ុណ្្នឹងហើយបងប្អូនសូមមើលហ្នឹងហើយសូមជួយចុច Subscribe ផងអរគុណច្រើនបងប្អូនអរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំ